សសិតអនិងសិត P តើពីរហ្នឹងមានន័យដូចម្ដេចជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសៃនាងថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងអក្សរសិតអនិងសិត P តើពីរហ្នឹងមានន័យដូចម្ដេចទីមួយតាក់ទងជាមួយនឹងអក្សរសិតអដែលមាននៅលើសបកកង់ Michelin ហ្នឹងមានន័យថាសបកកង់ដែលយើងអាចបើកបរល្បឿនលើសពី240គីឡូម៉ែត្រក្នុង1ម៉ោងហើយជាទូទៅអក្សរសិតអហ្នឹងគឺមាននៅលើប្រភេទរថយន្ត Premium Car ឬក៏រថយន្ត Sport ទីពីរតាក់ទងជាមួយនឹងអក្សរសិត P អក្សរសិត P ហ្នឹងគឺមានតែនៅលើសបកកង់ Michelin តែប៉ុណ្ណោះហើយសិត P ហ្នឹងគេច្រើនគេហៅថា run flat ប៉ុន្តែពាក្យពេញរបស់សិត P ហ្នឹងមានន័យថាគឺ zero pressure មានន័យថាសបកកង់ដែលអស់ខ្យល់ហើយយើងអាចបើកបរបន្តចម្ងាយបានរហូតដល់80គីឡូម៉ែត្រហើយអតិបរមានៃការបើកបរហ្នឹងគឺ80គីឡូម៉ែត្រក្នុង1ម៉ោងហើយវាមានសុវត្ថិភាពខ្ពស់នៅពេលដែលសបកកង់មុតឬក៏ធ្លាយភ្លាមហើយអីដែលសំខាន់នោះគឺយើងអត់ត្រូវចាំបាច់ដូរសបកកង់ភ្លាមទេនៅពេលដែលយើងបើកបរផ្លូវឆ្ងាយឬក៏ផ្លូវយប់ដូច្នេះសម្រាប់បងដែលគាត់ត្រូវការសបកកង់ដែលមានគុណភាពខ្ពស់មានសុវត្ថិភាពមានការធានារហូតដល់6ឆ្នាំចេញពីរោងចក្របងកុំភ្លេចសបកកង់ម៉ាក Michelin ណាអញ្ចឹងសម្រាប់បងដែលគាត់ត្រូវការបងអាចទំនាក់ទំនងមកតាមលេខទូរស័ព្ទដូចខាងក្រោមឬក៏តាម Facebook Page World Trading អរគុណ Michelin, motion for life.